សម្រាប់បងប្អូនដែលអត់សូវមានពេលវេលាទំនេរហើយពេលដែលបានសម្រាកចង់ដើរលេងកន្លែងដែលមានសួនផ្កាមានទឹកចាកន្លែងនេះមិនគួររំលងទេនៅក្នុងខេត្តកញ្ចេះរបស់យើងក្រៅពីរមណីយដ្ឋានកំពីនលំផ្សោតកោះទ្រង់ឬក៏ទឹកតេដែលយើងលេងនៅអឡូចហើយគឺបងប្អូនអាចងាកមកលេងកោះច្រែងបាននៅទីនេះគឺមានសួនផ្កាស្រស់ស្អាតដែលឥឡូវនេះបងប្អូនពេលដែលខ្ញុំទៅដល់នេះគឺថាផ្កាកំពុងតែរីកស្គុះស្គាយពេញសួនតែម្ដងហើយបើសម្រាប់ទឹកទន្លេវិញគឺថាថ្លាឆ្វង់ចាស្អាតដូចទឹកសមុទ្រចឹងបងប្អូនមើលទៅទេសភាពដែលខ្ញុំថតជូនបងប្អូនទៅកាមេរ៉ាស៊ីនតែម្ដងបងប្អូនចាបើសិនជាយើងនឹកសមុទ្រយើងអាចមកលេងសមុទ្រទឹកសាបនេះជំនួសសិនចាំពេលយើងមានពេលមានលុយគ្រប់អីចឹងទៅចាំយើងទៅសមុទ្រទឹកប្រៃចាញ៉ាំមឹកអាំងញ៉ាំអីវិញចឹងណាតែឥឡូវយើងមកញ៉ាំសាច់អាំងសាច់អីនៅកោះច្រែងសិនចឹងទៅចាចាំពេលឱកាសហុចឲ្យចាំយើងចាទៅលេងសមុទ្រទឹកប្រៃឲ្យដឹងថាសមុទ្រវាមានរសជាតិទឹកប្រៃពិតប្រាកដមែនចាកុំប្រឡប់ខ្លួនឯងទៀតមកលេងសមុទ្រទឹកសាបអីចឹងណាតែនៅក្នុងគេមានតែស៊ុបសាច់អាំងមាន់ដុតមាន់អីទេបងប្អូនតែបើត្រូវការចេកឆាបកុំភ្លេចមកទិញកន្លែងខ្ញុំផងកន្លែងខ្ញុំមានចេកឆាបគ្រប់រសជាតិធ្វើខ្លួនឯងតែម្ដងហើយមានចេកប្រទាសអាំងនិងផ្លែឈើគ្រប់មុខតាមរដូវកាលអីចឹងទៅលក់នៅមាត់ទន្លេមុខវត្តកញ្ចេះណាបងប្អូនចាតោះឥឡូវបន្តដំណើរមួយខ្ញុំទាំងអស់គ្នាដំបូងខ្ញុំគិតថាទៅឆ្លងកំពង់ច្រឡងចង់យកម៉ូតូទៅផងប៉ុន្តែដោយសារតែទៅដល់ចាំដរយូរពេកខ្ញុំក៏ងាកមកឆ្លងនៅកន្លែងកំសាន្តហ្មងទៅចាគាត់ថាយើងអាចយកម៉ូតូឡានអីទៅបានអញ្ចឹងណាបងប្អូនមកដល់កន្លែងនេះគឺយើងមានកន្លែងឈប់អង្គុយរងចាំចាសម្រាប់ឲ្យបាត់ហត់ញ៉ាំភេសជ្ជៈតិចឬក៏ចង់ញ៉ាំអាហារពេលព្រឹកពេលថ្ងៃអីគឺមានគ្រប់មុខហើយចង់ឡើងទៅថតរូបលេងនៅខាងលើក៏បានដែរហើយនេះទូកសម្រាប់ចម្លងចាភ្ញៀវដែលគាត់ចង់ឆ្លងទៅកន្លែងលេងហ្នឹងកន្លែងកំសាន្តរបស់គាត់ហ្នឹងគឺមានទូកឆ្លងផ្ទាល់ខ្លួនទៀតចាមានទៅមកអញ្ចឹងទៅហើយទូកគាត់ធំល្អប៉ុន្តែពេលហ្នឹងខ្ញុំទៅតែ2នាក់ខ្ញុំទៅចំថ្ងៃច័ន្ទអញ្ចឹងហើយយើងឆ្លងទៅដោយជិះទូកស្មាច់ដោយសារគ្នាតិចដែរអញ្ចឹងយើងខ្ជិលជិះទូកធំយើងជិះទូកទូចហ្មងទៅតែមុននឹងជិះគឺគាត់សួរយើងដែរថាយើងហ៊ានជិះអត់បើយើងអត់ហ៊ានជិះទេគឺគាត់ឆ្លងទូកធំឲ្យអញ្ចឹងណាតែចំពួកខ្ញុំនេះក៏មិនសូវខ្លាចប្រហែលដែរចាមានតែអាវពងពាក់មកគឺទៅបានហើយចាហើយពេលដែលយើងទៅដល់ចាឡើងទៅលេងនៅខាងលើសិនអត់តន់លេងទឹកភ្លាមទេព្រោះយើងវាថានៅមានកម្លាំងអត់តន់ហត់ណាយើងឡើងទៅលេងនៅសួនផ្កាខាងលើទៅចាដែលដូចបងប្អូនឃើញអញ្ចឹងផ្ការិចស្គុះស្គាយស្អាតពេញសួនតែម្ដងណាហើយបើសិនជាបងប្អូនចង់ទៅលេងឲ្យឃើញផ្ការិចស្អាតស្គុះស្គាយអញ្ចឹងគឺបងប្អូនអាចទៅលេងក្នុងពេលឥឡូវថ្ងៃហ្នឹងស្អែកឬក៏សប្តាហ៍ក្រោយអីអញ្ចឹងទៅបើសិនជារៀងយូរជាងហ្នឹងបន្តិចអាចនឹងផ្កាវាសពូនអស់ខ្លះអញ្ចឹងទៅចាវាលែងសូវឃើញច្រើនអញ្ចឹងណាធម្មជាតិធម្មតាផ្កាតារិចឲ្យវាតែងតែរយឯបងប្អូនចាអញ្ចឹងនៅពេលដែលខ្ញុំថតឃើញស្អាតតិចបងប្អូនទៅអត់ស្អាតថាខ្ញុំនឹង review ចេះតែថាចេះអីអញ្ចឹងណាតែបងប្អូនមើលជាក់ស្ដែងផ្កាច្រើនមែនចាពេលដែលខ្ញុំទៅហ្នឹងហើយខ្ញុំទៅហ្នឹងខ្ញុំជ្រើសរើសយកទៅថ្ងៃច័ន្ទហើយទៅពេលព្រឹកព្រោះខ្ញុំចង់ទៅបែបលក្ខណៈស្ងប់ស្ងាត់អត់ចង់មានមនុស្សច្រើនអញ្ចឹងពេលដែលខ្ញុំថតទៅគឺបងប្អូនឃើញអត់មានមនុស្សទេគឺមានតែខ្ញុំទេខ្ញុំចូលចិត្តបែបលក្ខណៈអញ្ចឹងធម្មតាយើងនឿយហត់ហើយពេលដែលខ្ញុំចង់សម្រាកកាយខ្ញុំចង់ដើរលេងគឺខ្ញុំចង់ចូលចិត្តបែបស្ងប់ស្ងាត់អញ្ចឹងប៉ុន្តែធម្មតាកន្លែងលេងណាក៏មនុស្សច្រើនដែរបងប្អូនចាតែខ្ញុំអត់រើសយកថ្ងៃចុងសប្តាហ៍ថ្ងៃបុណ្យទានទេខ្ញុំរើសយកថ្ងៃច័ន្ទគេធ្វើការធម្មតាហើយមកពេលព្រឹកទៀតព្រោះខ្ញុំគិតថាមកពេលព្រឹកគឺអត់តាន់សូវមានមនុស្សទេអញ្ចឹងមកមានតែយើងហើយមែនបងប្អូនពេលដែលពេលថ្ងៃខ្ញុំត្រឡប់ទៅវិញគឺថាចាប់ផ្ដើមមានមនុស្សមកបន្តថ្ងៃច័ន្ទក៏ដោយក៏មានមនុស្សច្រើនដែរអញ្ចឹងសម្រាប់បងប្អូនមកលេងទីនេះចាអ្នកបកកែថតរូបគឺថាត្រូវមាច់តែម្ដងប្លង់ថតរូបគឺថាមានច្រើនកន្លែងណាស់ចាត្រៀមតសម្លៀកបំពាក់ឲ្យតែស្អាតមកចាមកថតរូបកាច់ style កាច់អីរត់លេងពេញតែសួនអញ្ចឹងទៅខ្ញុំនេះវិញដូចកូនក្មេងអញ្ចឹងបងប្អូនរត់ទៅរត់មកនឹកឃើញថាធម្មតាមនុស្សយើងវារៀងអៀនដែរបើសិនជាមានមនុស្សច្រើនណាថតអត់ចេញទេអញ្ចឹងខ្ញុំចូលចិត្តមកបែបលក្ខណៈអត់មនុស្សអញ្ចឹងទៅចាអត់មានអ្នកមើលយើងអញ្ចឹងណាយើងចាំថតជាវីដេអូចែកជូនបងប្អូនមើលវិញហើយសម្រាប់ផ្ទះខាងក្រោយខ្នងខ្ញុំនេះដែលកន្លែងខ្ញុំដើរនេះសុទ្ធតែផ្ទះស្នាក់ដែលបងប្អូនមកពីឆ្ងាយអាចស្នាក់នៅបានគេមានបន្ទប់ក្រែ1ក្រែ2ម៉ាស៊ីនត្រជាក់ទឹកក្តៅទឹកត្រជាក់អីបងប្អូនអាចស្នាក់នៅហើយចាបើកតែទ្វារកន្ទប់មកគឺថា relax ស្រស់ស្រាយតែម្ដងផ្ការិចពេញមុខបន្ទប់ហើយមើលទៅមានច្រាំងទលេមានទលេមុខក្រោយចាគឺថាស្រស់ស្អាតខ្លាំងមែនតែម្ដងណានេះខ្ញុំមកពេលព្រឹកឯងបើសិនជាបងប្អូនមកពេលល្ងាចខ្ទង់ម៉ោង4កន្លះអីទៀតមើលថ្ងៃលិចគឺថាកាន់តែស្រស់ស្អាតខ្លាំងថែមទៀតតែដោយសារតែល្ងាចខ្ញុំរវល់លក់អញ្ចឹងខ្ញុំអត់បានមកពេលល្ងាចទេខ្ញុំរើសយកមកពេលព្រឹកយើងដើរលេងពេលព្រឹកល្ងាចឡើងយើងលក់ធម្មតាអញ្ចឹងណាហើយសម្រាប់ប្លង់នេះវិញខាងក្រោយខ្នងខ្ញុំនោះគឺទលេឆ្លងខេត្តកញ្ចេះយើងនឹងបងប្អូនចាដែលគេកំពុងតែសាងសង់ចិត្តរួចរាល់ហើយ
ថតរូបថតអីរៀងហត់បន្តិចហើយហ្នឹងចាក៏ចាប់ផ្ដើមមកសម្រាកនៅក្នុងកញ្ចុះចានៅហ្នឹងគឺមានកញ្ចុះច្រើនសម្រាប់បងប្អូនសម្រាប់មានរឹងមានអីយកលេងអញ្ចឹងទៅហើយគេមានអាហារគ្រប់មុខមិនថាស៊ុបសាច់អាំងឬក៏មាន់ដុតមាន់អីហ្នឹងគឺថាមានគ្រប់មុខខ្ញុំថាចង់ថតមេនុយបង្ហាញបងប្អូនថាមានម្ហូបអីខ្លះដែរប៉ុន្តែភ្លេចបងប្អូនអញ្ចឹងអត់បានដាក់ជូនបងប្អូននៅក្នុងហ្នឹងទេខ្ញុំទៅតែ2នាក់ខ្ញុំអត់ហៅអីញ៉ាំច្រើនទេខ្ញុំហៅតែគោឡើងភ្នំនេះមួយឈុតហ្នឹងញ៉ាំ2នាក់អត់ចង់អស់ផងបងប្អូនចាញ៉ាំឡើង2ដងញ៉ាំម្សាស្អែតហើយសម្រាប់មួយផ្លែតហើយបានញ៉ាំម្សាទៀតហើយបានចុះមកលេងទឹកតែម្ដងសម្រាប់ទឹកវិញចាអូមកលេងទឹកគឺថាថ្លាឆ្វេងលេងបានទាំងចាស់ទាំងក្មេងឲ្យបងប្អូនមើលចាទឹកហូររិចនៅលើគ្រោះបងប្អូនគឺថាសិតតែគ្រោះអញ្ចឹងនៅពេលដែលយើងលេងទៅវាអត់ល្អក់ទឹកទេចាអត់ភួលខ្សាច់ឡើងអីអញ្ចឹងណាហើយទឹកគឺថាថ្លាហើយរាក់ចាលេងបានទាំងចាស់ទាំងក្មេងនៅពេលដែលខ្ញុំមកនេះគឺថាកូនថាម៉ាក់ឯងទៅលេងកោះច្រែងអត់យកកូនទៅផងក៏ប៉ុន្តែកូនរវល់រៀនទៅយើងក៏ឆ្លើយថាម៉ាក់ទៅមើលទឹកសិនម៉ាក់ទៅមើលទឹកសិនចង់ដឹងថាទឹកហ្នឹងរាក់ឬក៏ជ្រៅបើសិនជាទឹករាក់ហើយចាំម៉ាក់យកកូនមកលេងតាមក្រោយអីអញ្ចឹងណាបងប្អូនចាអញ្ចឹងសម្រាប់វីដេអូយើងគឺមានតែប៉ុណ្្នឹងឯងបងប្អូនចាហើយយើងក៏ធ្វើដំណើរត្រឡប់ទៅវិញហើយខ្ញុំអត់មុជទឹកទេដើម្បីកុំឲ្យក្បត់កូនចាំយកកូនមកចាំមុជទាំងអស់គ្នាទៅវិញយើងជិះជាមួយនឹងទូកធំដោយសារតែមានគេឆ្លងជាមួយដែរអញ្ចឹងណានេះទូកធំហ្នឹងបងប្អូនចាទីទៅបែបលក្ខណៈថាសុវត្ថិភាពមែនតែនអត់មានអារម្មណ៍ឲ្យយើងភ័យខ្លាចអីទេអញ្ចឹងបើសិនជាបងប្អូនចង់ទៅលេងកុំភ្លេចចុងសប្តាហ៍អត់ដឹងទៅណាបងប្អូនអាចមកលេងនៅកោះច្រែងនេះបានហើយនេះពេលដែលខ្ញុំមកវិញមកដល់ហ្នឹងគឺចាប់ផ្ដើមមានមនុស្សឆ្លងទៅលេងបដាដែរហើយចាអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងទេអរគុណច្រើនបាយបាយ